បាទសួស្តីបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនបានដឹងហើយបាទប្រហែលថ្ងៃគឺខាងច្បាប់កូរ៉េគឺបានចេញថ្មីតាក់ទងជាមួយនឹងបាទ passport ដែលបងប្អូនបានធ្វើណាបាទមិនថាបងប្អូនបាទណាបាទទៅធ្វើ passport ដល់ខ្មែរក៏ដូចជាបងប្អូនធ្វើ passport បងប្អូននៅកូរ៉េបាទក៏ដោយបងប្អូនអញ្ចឹងចំពោះបងប្អូនដែលគាត់បាទទៅលេងស្រុកខ្មែរហើយជាតិបាទក្នុងការធ្វើ passport ថ្មីបងប្អូនពេលមកបាទពេលមកកូរ៉េណាបាទយើងជិះបាទយន្តហោះមកគឺយើងបាទប្រើជាមួយ passport ថ្មីរបស់យើងកុំភ្លេចបងប្អូនមកដល់ប្រទេសកូរ៉េគឺគេទុករយៈពេលចំនួន15ថ្ងៃដើម្បីឲ្យយើងធ្វើការរាយការណ៍បាទទៅខាងក្រសួងអន្តរវេសបងប្អូនគឺខាងជំរាបគុកសាមសូបើសិនជាករណីបងប្អូនអត់ធ្វើការរាយការណ៍ទេគឺបងប្អូនត្រូវរងទៅការផាកពិន័យផ្សេងៗហ្នឹងទៅបងប្អូនបាទហើយចំពោះរាយការណ៍នេះបងប្អូនច្បាប់ថ្មីបាទទៅមិនចេញណាបាទកាលពីមុនរាយការណ៍គឺយើងអាចធ្វើបាន3របៀបបងប្អូនគឺយើងអាចធ្វើការផ្ញើតាម Pasu ក៏ដូចជាបាទរាយការណ៍តាម High Korea បាទក៏ដូចជាបងប្អូនអាចទៅបាទខាងជំរាបគុកបាទសាមសូហ្នឹងដោយផ្ទាល់ហើយធ្វើការរាយការណ៍បានក៏ប៉ុន្តែឥឡូវគឺឃើញច្បាប់ថ្មីប្រហែលថ្ងៃចេញមកគឺគេដកការផ្ញើតាម Pasu នឹងចេញហើយអញ្ចឹងគឺយើងនៅសល់2បាទដែលអាចធ្វើការពីគេហៅថាពីជំរើសក្នុងការធ្វើការរាយការណ៍ passport ថ្មីហ្នឹងគឺតាមបាទ website បាទ Hi Korea បាទតាម online ក៏ដូចជាបងប្អូនអាចទៅបាទរាយការណ៍ដោយផ្ទាល់ក៏បានដែរអញ្ចឹងបងប្អូនណាបាទអញ្ចឹងសូមជម្រាបជាដំណឹងដល់អ្នកគ្នាហើយចំពោះបងប្អូនដែលមិនទាន់បាទធ្វើការរាយការណ៍ passport ថ្មីនេះទេបាទកុំភ្លេចណាបងប្អូនបាទធ្វើការរាយការណ៍ទាំងអស់គ្នាកុំឲ្យរងការផាកពិន័យក៏ដូចជាបងប្អូនទៅបន្តវីសាឬក៏ដូចជាយើងបដូរវីសាអីគឺយើងអាចនឹងមានបញ្ហាផ្សេងៗអញ្ចឹងទៅបងប្អូនបាទអូខេបាទសូមអរគុណចាស់មកសូមគោរពបាទជម្រាបលា